ស្វាគមន៍មកកាន់ podcast ដែលយើងជជែកពិភាក្សាតាក់ទងជាមួយនឹងបញ្ហាសុខភាពហើយប្រធានបទរបស់យើងក្នុងថ្ងៃនេះដែរគឺយើងនឹងធ្វើការពិភាក្សាជុំវិញជាមួយនឹងភាពមិនប្រក្រតីរបស់ទារកក្នុងផ្ទៃហើយនឹងការតាមដានហើយជួបជាមួយនឹងអ្នកគ្រូចាដុកទ័ររចនាផ្នែកខាងឯកទេសសម្ភពនិងរោគស្ត្រីនៃសម្ភពរស់ចាអញ្ចឹងជួបគ្នាម្ដងទៀតហើយអ្នកគ្រូសុខសប្បាយអ្នកគ្រូចាសុខសប្បាយអូនចាអញ្ចឹងសម្រាប់ប្រធានបទរបស់យើងថ្ងៃនេះគឺតាក់ទងជាមួយនឹងរឿងអេកូរឿងbaby នៅក្នុងផ្ទៃចាអញ្ចឹងតាមធម្មតានៅពេលដែលយើងតេស្តទឹកនោមណាគ្រូចាអញ្ចឹងអ្វីដែលយើងជាម៉ាក់យើងគិតមុនគេហ្នឹងតើនៅពេលតែទឹកនំ2ឆ្នោតហើយហ្នឹងយើងត្រូវធ្វើអីគេមុនគេអាហ្នឹងបើសិនជាអ្នកដែលគាត់ធ្លាប់មានកូនហើយមួយក៏គាត់ដឹងហើយប៉ុន្តែបើសម្រាប់អ្នកមានដំបូងគ្រាន់តែតេស្តហើយហ្នឹងវា shock រឿងហ្នឹងមួយហើយតែអត់ដឹងថាខ្លួនឯងនឹងត្រូវទៅធ្វើអីបន្ទាប់អញ្ចឹងអ្នកគ្រូអាចនិយាយបានទេថាយើងនឹងធ្វើអីបន្ទាប់អញ្ចឹងចាជាទូទៅមើលអេកូចាពេលឃើញតេស្តទឹកនោមហើយទៅមើលអេកូដើម្បីបញ្ជាក់ថាមានកូនមែនអត់ហើយកូននៅកន្លែងណាប៉ុន្តែចង់បញ្ជាក់ថាទោះបីជាអេកូមើលអត់ទាន់ឃើញក៏ត្រូវតែមើលតេស្តឈាមបន្ថែមទៀតដែរមានតែតេស្តឈាមមើលជាតិកូនទេទើបអាចច្បាស់ 100% ថាយើងមានកូនដែរឬអត់ហើយបរិមាណកូនហ្នឹងតិចតួចកម្រិតណាឬក៏ច្រើនកម្រិតណាដើម្បីឲ្យយើងដឹងតាន់ពេលវេលាអំពីកូនក្រៅស្បូនចាអ្នកគ្រូខ្ញុំចាប់អារម្មណ៍ពាក្យសម្ដីអ្នកគ្រូមិញថាចាយើងត្រូវទៅមើលមកជួបជាមួយនឹងគ្រូពេទ្យចាដើម្បីដឹងថាយើងមានកូនមែនអត់ចាចុះអាចនឹងមានករណីដែលយើងទៅជួបគ្រូពេទ្យអត់មានដែរតែតែឃើញចាតែទឹកនោមហ្នឹងទោះបីជាតេស្តដែលគេនិយាយថាល្អកម្រិតណាក៏ដោយក៏វានៅតែអាចមានករណីខ្លះអត់មានកូនតែតេស្តឃើញ2ឆ្នោតហើយពេលខ្លះមានកូនតែតេស្តឃើញ1ឆ្នោតអញ្ចឹងជាប្រភេទតេស្តដែលគេហៅថាភាពជាក់លាក់របស់វាអត់ 100% ទេអញ្ចឹងគឺទាមទារឲ្យអ្នកជឿមើលឈាមទៅ 100% ចាមើលឈាមហ្នឹងគឺច្បាស់ហ្មងចាគឺច្បាស់ហើយវាចេញជាតួលេខនៅក្នុងលទ្ធផលឈាមចេញជាតួលេខថាជាតិកូននឹងមានប្រមាណនៅក្នុងខ្លួនយើងចាជាតិកូនមិនទៅអ្នកគ្រូជាទូទៅពេលយើងមានកូនគឺយើងមានមនុស្សម្នាក់ទៀតនៅក្នុងខ្លួនអញ្ចឹងកូនរបស់យើងនឹងបញ្ចេញអរម៉ូនមួយយ៉ាងឈ្មោះថា beta HCG ចូលទៅក្នុងខ្លួនយើងដែលចេះតែបញ្យល់ឲ្យអ្នកជឿសួរស្ដាប់ទៅគេជាតិកូនអញ្ចឹងណាចាពេលយើងអត់មានកូនយើងអត់មានសារធាតុហ្នឹងទេតែនៅពេលដែលយើងមានកូនទោះបីជាទើបតែចាប់កណើតបាន 4-10 ថ្ងៃក៏យើងអាចមើលឃើញដែរតែបរិមាណហ្នឹងវាតិច 4-10 ថ្ងៃអញ្ចឹងបានន័យថាសំបីតែពេលដែលអត់ទាន់បាត់រដូវសំបីតែតេស្តហ្នឹងវាអត់ទាន់ឃើញផងក៏តែឈាមហ្នឹងអាចមើលឃើញដែរចាប៉ុន្តែតើវាលឿនពេកអត់នៅពេលដែលយើងតែទៅឃើញភ្លាមហើយយើងត្រូវទៅជួបពេទ្យភ្លាមចាអត់លឿនទេដោយសារតែច្បាស់ណាស់យើងចង់បញ្ជាក់ថាយើងមានកូនមែនអត់ទី1ទី2ក៏យើងត្រូវការរកជំងឺមួយដែលគេហៅថាកូនក្រៅស្បូនដែលបើសិនជាយើងធ្វើរោគវិនិច្ឆ័យលឿនយើងព្យាបាលស្រួលគ្រាន់តែចាក់ថ្នាំរំលាយទៅណាព្រោះកូនក្រៅស្បូនអត់វិវត្តទៅជាមនុស្សទេប៉ុន្តែបើសិនជាយើងទុកយូរពេកកូនក្រៅស្បូនអត់វិវត្តទៅជាមនុស្សទេប៉ុន្តែយើងហៅថាកូនក្រៅស្បូនមានន័យថាវាអត់នៅក្នុងតួកណ្ដាលនៃស្បូនអញ្ចឹងបើអ្នកគ្រូបញ្យល់ឲ្យសួរស្ដាប់តើតើការបកកណ្ដាលនោះវានៅខាងក្នុងកលុកតួស្បូនហ្នឹងទើបគេហៅថាកូនព្រោះស្បូនហ្នឹងគឺមានសមត្ថភាពរីកបន្តទៅអញ្ចឹងទៅពាក្យថាកូនក្រៅស្បូនហ្នឹងគឺអាចនៅនឹងកសោមពងនៅនឹងដៃស្បូននៅនឹងអីអញ្ចឹងដែលធ្វើឲ្យអត់អាចវិវត្តទៅមុខទេគឺពេលដែលកូនហ្នឹងកាន់តែធំទៅគឺវាបែកនៅកន្លែងដែលវាតោងបែកដៃស្បូនចាបែកដៃស្បូនហ្នឹងអញ្ចឹងហូរឈាមពេញពោះដែលអ្នកជំងឺគាត់អាចប្រឈមជាមួយនឹងការវះកាត់ហើយបញ្ចូលឈាមទៀតបើសិនជាគាត់មកពេទ្យអត់ទាន់ចាហើយនៅចំពោះត្រីមាសដំបងឥឡូវខ្ញុំសុំសួរព្រោះបើសិនជាបើនិយាយពីផ្ទៃពោះទាំងអស់ណាគ្រូខ្ញុំគិតថាមានរឿងច្រើនណាស់ដែលយើងនិយាយឥឡូវយើងចាប់ផ្ដើមពីត្រីមាសទី1មុនអញ្ចឹងសម្រាប់ត្រីមាសទី1ដែលយើងត្រូវបញ្ញាប់ទៅជួបពេទ្យហ្នឹងតើយើងតាមដានទៅលើកន្លែងណាខ្លះតាមដានបែបណាខ្លះហើយយើងចង់ដែលយើងដឹងថាកូនយើងប្រុសក្តីឬមួយក៏អត់ប្រុសក្តីអញ្ចឹងណាគ្រូចាជាទូទៅត្រីមាសទី1កូនយើងនៅតែជាកូនថងខ្មៅទូចមួយឯងអញ្ចឹងគោលដៅនៃការតាមដានគឺចង់ដឹងថាតើពេលដែលមើលអេកូទៅទំហំថងហ្នឹងប៉ុណ្ណាមានច្បាប់បេះដូងកូននៅហើយទីតាំងកូននៅកន្លែងណាហើយពេលខ្លះយើងចង់ដឹងថាចំនួនប៉ុន្មានអ្នកខ្លះបានកូនភ្លោះ2អញ្ចឹងទៅគឺយើងដឹងពេលហ្នឹងឯងចាអញ្ចឹងអេកូគឺសំខាន់ត្រីមាសទី1ណាបន្ទាប់មកទៀតគេពិនិត្យឈាមលើកនេះគឺគេមើលសុខភាពម្ដាយដើម្បីចង់ដឹងតើម៉ែមានកើតជំងឺអីដែលអាចជះឥទ្ធិពលដល់កូនដែរឬអត់មានជំងឺមួយចំនួនវាធ្វើឲ្យកូននឹងលូតលាស់យឺតឬមួយក៏អបសតិបញ្ញាទៅថ្ងៃមុខអីអញ្ចឹងណាចាហើយមួយទៀត
តែដងជាមួយនឹងនៅពេលដែលយើងនិយាយពីត្រីមាសទី1ពីច្រើនយើងខ្លាចជាងគេគឺបញ្ហាកូនអលូតព្រោះដោយសារតែងាយអលូតអញ្ចឹងហេតុអីមិនបានកូននៅកំឡុងពេល3ខែដំបូងហ្នឹងងាយនឹងរលូតអ្នកគ្រូចាមានហេតុផលច្រើនណាស់ដែលក្នុងហ្នឹងគេនិយាយថាលើសពី 50% គឺតកតងមួយភាពខុសប្រក្រតីនៃ DNA របស់កូននឹងតែម្ដងមានន័យថាកូននឹងគាត់វិវត្តទៅគាត់ខុសប្រក្រតីអញ្ចឹងខ្លួនយើងនឹងដូចថាស្គាល់ណាដឹងថាស្បូនយើងនឹងដឹងថាកូននឹងអត់ល្អទេអញ្ចឹងព្យាយាមខ្ជាក់បញ្ចេញមកអញ្ចឹងភាគច្រើននោះគឺមិនរកឃើញហេតុផលអីទេដែលគេគិតទៅដល់ការដែលកូននឹងខូច DNA របស់ខ្លួនគាត់តែម្ដងចាខ្ញុំអាចនឹងតកតងជាមួយនឹងអាហារដែរទេអ្នកគ្រូព្រោះដោយសារអីអាហ្នឹងខ្ញុំមិនដឹងថាវាជាដំណាឬមួយក៏មិនទេប៉ុន្តែនៅពេលដែលយើងដឹងថាយើងទៅងន់នេះគេដឹងថាប្រាប់កុំញ៉ាំនេះកុំញ៉ាំនោះអញ្ចឹងយើងញ៉ាំអីទៅដែលល្អហើយញ៉ាំអីទៅដែលអាចមានបញ្ហាអលូតហើយមួយទៀតតើអ្វីដែលខ្ញុំសួរនេះវាជាការពិតដែរអត់ទេអ្នកគ្រូដូចថាវាជាគ្រាន់តែជាដំណាលទេឬមួយក៏យ៉ាងណាដែរចាការពិតទៅការញ៉ាំជាអីដែលខ្មែរយើងហើយនឹងអ្នកទងន់ភាគច្រើនគាត់តែងតែបារម្ភគាត់ញ៉ាំអីចឹងគាត់ភ័យខ្លាចប៉ះពាល់កូនយ៉ាងមកចំណែកវាអាចមែនឧទាហរណ៍របស់នឹងឆៅផ្អាប់ឬក៏ក្រិចដែលមានមេរោគនៅក្នុងហ្នឹងអញ្ចឹងពេលចូលទៅមេរោគហ្នឹងវាអាចឲ្យកូនយើងហ្នឹងខុសប្រក្រតីឬមួយក៏ស្បូននឹងច្បាច់ខ្ជាក់ធ្លាក់ឈាមរាកក្អួតអីចឹងទៅតែពេលខ្លះមហូបទាំងអស់នោះមិនតាក់ទងគ្នាទេគ្រាន់តែវាកើតមានការធ្លាក់ឈាមហ្នឹងចាំពេលដែរកូនយើងត្រូវរលូតអញ្ចឹងទៅវាអាចនឹងមានអាចនឹងមកពីអាហារនឹងដែរតែក៏វាអាចមកពីមូលហេតុផ្សេងដែរចាមូលហេតុផ្សេងដែរអញ្ចឹងលើកទឹកចិត្តឲ្យគាត់ហ្នឹងកុំចេះតែបន្ទោសថាមកពីហូបចេះបានអញ្ចឹងព្រោះពេលខ្លះគ្រូពេទ្យក៏រកអត់ឃើញដែរថាហេតុអីពិតប្រាកដបានធ្វើឲ្យកូននឹងរលូតណាប៉ុន្តែនៅពេលដែលយើងគិតថាកុំហូបនេះអញ្ចឹងវា stress សេះទៅលើម៉ែខ្លួនឯងដែលគាត់កំពុងតែបាត់បង់កូនគាត់ហើយចេះតែគិតបន្ទោសថាកាលហ្នឹងបើកុំហូបអានេះទៅប្រហែលជាអត់អីបើកុំធ្វើអញ្ចឹងប្រហែលអត់អីតែនេះខ្ញុំសូមបញ្ជាក់ថាកុំគិតអញ្ចឹងអីរឿងដែលត្រូវធ្វើយើងធ្វើរបស់ដែលស្អាតដែលល្អដែលមានគុណភាពដែលយើងស្គាល់វាច្បាស់យើងធ្វើប៉ុន្តែចុះសម្រាប់អ្នកគ្រូវិញអ្នកគាត់ថាញ៉ាំអីទៅដែរល្អខ្ញុំអត់មានឲ្យតមទេការប៉ັດសម្រាប់ខ្ញុំសាមញ្ញទេអាហារដែលញ៉ាំនោះគួរតែជាអាហារដែលវាមានគុណភាពមានន័យថារបស់ដែលឆ្អិនដែលស្អាតពាក្យថាស្អាតវាវែងឆ្ងាយតាំងពីរបៀបនៃការទិញតាំងពីរបៀបចម្អិនតាំងពីការដាក់ចូលមាត់លាងដៃឲ្យស្អាតធ្វើម៉េចឲ្យម្ហូបហ្នឹងយើងធានាថាវាអត់ឆៅវាអត់មានមេរោគអីនៅក្នុងហ្នឹងតែបើឲ្យកំណត់ថាបន្លែនេះរបស់នេះខ្ញុំអត់លើកទឹកចិត្តឲ្យទៅធ្វើអញ្ចឹងទេវាធ្វើឲ្យយើងហ្នឹងមានសម្ពាធខ្លាំងពេកនៅក្នុងការរើសរបស់ហូបណាអញ្ចឹងហូបអីក៏បានដែរសម្រាប់នាងខ្ញុំតមតែឆៅឲ្យប្រអាប់ទេចាប៉ុន្តែខ្ញុំឥឡូវបើនិយាយពីថាឥឡូវវិញឲ្យខ្ញុំរៀបរាប់ខ្ញុំផ្លេចបាត់ហើយខាងការហ្នឹងតមអីប៉ុន្តែនឹកឃើញតែមួយគឺល្ហុងដូចគេថាអត់ឲ្យញ៉ាំល្ហុងទេខ្លាចអលូតកូននេះអញ្ចឹងហើយប៉ុន្តែក៏មានអីជាច្រើនទៀតដែរដែលថ្ងៃនេះលើកមកនិយាយចង់ផ្លេចអស់ហើយណាគ្រូប៉ុន្តែអាការដែលយើងតមហ្នឹងអាការដែលល្ហុងទុំអត់សំទោសល្ហុងទុំឬក៏ល្ហុងខ្ចីចាល្ហុងខ្ចីហ្នឹងហើយអញ្ចឹងការដែលញ៉ាំល្ហុងខ្ចីហ្នឹងវាពិតជាធ្វើឲ្យកូននឹងអលូតមែនឬក៏យ៉ាងណាក៏ពិតល្ហុងទុំញ៉ាំបានណាល្ហុងទុំម្នាស់អីញ៉ាំបានឲ្យតែវាទុំតែម្នាស់ចាអ្នកគ្រូនិយាយខ្ញុំឃើញម្នាស់បើល្ហុងខ្ចីដោយសារតែនៅក្នុងជ័រល្ហុងណាវាមានអាសារធាតុមួយគេហៅឡាតិចនៅក្នុងហ្នឹងជ័រហ្នឹងដែលវាអាចឲ្យកូនលូតដែរអញ្ចឹងកុំញ៉ាំល្ហុងខ្ចីកុំញ៉ាំល្ហុងកុំញ៉ាំល្ហុងខ្ចីប៉ុន្តែរូបរាងកាយរបស់មនុស្សម្នាក់ហ្នឹងក៏ឆ្លើយតបជាមួយនឹងអាជ័រហ្នឹងខុសៗគ្នាដែរអ្នកខ្លះញ៉ាំទៅអត់អីទេអ្នកខ្លះញ៉ាំទៅក៏អីអញ្ចឹងបើសិនជាយើងជ្រុលជាយើងដឹងហើយយើងកុំញ៉ាំទៅតែឧទាហរណ៍ចៃដន្យញ៉ាំសឡបញ្ជូរល្ហុងឬក៏ផ្្លាត់ទៀតញ៉ាំអីមួយឲ្យដឹងតាមក្រោយក៏មិនចាំបាច់ទៅភ័យបារម្ភអីខ្លាំងពេកដែរតាមដានសុខភាពខ្លួនយើងខ្លួនឯងដោយសារតែពេលខ្លះខ្លួនយើងអត់អីទេមិនមែនថាគ្រប់គ្នាញ៉ាំហើយគឺដឹងតែមានបញ្ហាទេចាអញ្ចឹងមិញខ្ញុំសួរអ្នកគាត់ថាហេតុអីបានកូនក្នុងត្រីមាសទី1ហ្នឹងងាយរលូតចាប៉ុន្តែចង់ឥឡូវសំណួរស្តៀងគ្នាដែរវិញមិនដែរចង់សួរថាតើកត្តាអីគេខ្លះដែលអាចធ្វើឲ្យលូតកូននិយាយទៅអ្នកគ្រូអាចរៀបរាប់ពីរឿងមួយចំនួនដែលយើងស្ត្រីក្នុងកំឡុងពេលត្រីមាសទី1ហ្នឹងហាមធ្វើបានទេអ្នកគ្រូចាជាទូទៅគឺការចម្លងរោគដូចជាអីដែលអ្នកជំងឺអាចធ្វើបានណាបើសិនជារឿង DNA មួយខ្ញុំបញ្ជាក់មិញហើយគឺយើងធ្វើម៉េចបើវាត្រូវកើតគឺវាកើតដែរយើងអត់អាចទៅកំណត់ថាចង់បានកូនដែលល្អអាហ្នឹងអត់អាចធ្វើកើតទេប៉ុន្តែបើសិនជាហេតុផលធំមួយទៀតហើយអ្នកជំងឺអាចបង្ការបាននោះគឺការចម្លងរោគរាប់តាំងពីផ្លោកនោមមានន័យថាធ្វើម៉េចកុំឲ្យយើងអាលាកផ្លោកនោមអ្នកខ្លះគាត់ទងន់យើងមិននោមឆែក
ដល់ពេលហើយគាត់តំអក់នោមគាត់ញ៉ាំទឹកតិចអីអញ្ចឹងទៅវាធ្វើឲ្យមេរោគតោងក្នុងទឹកនោមហ្នឹងងាយលាកផ្លោកនោមគាត់ធ្វើឲ្យកូនរលូតទី2គាត់មានជំងឺធ្លាក់សររ៉ាំរ៉ៃគាត់មានមេរោគនៅនឹងទ្វារមាសហើយពេលខ្លះជាកាមរោគឆ្លងពីប្តីមកដែលអត់បានព្យាបាលមុនពេលមានកូនក៏អាចធ្វើឲ្យកូនដែរពួកវានៅគៀកគ្នាមែនតើស្បូននៅអញ្ចឹងកូននៅក្នុងហ្នឹងហើយពេលដែលមេរោគនៅនឹងទ្វារមាសអញ្ចឹងគឺវាងាយនៅក្នុងការដែលឲ្យមេរោគហ្នឹងធ្វើឲ្យកត្រាក់ស្បូនក៏ធ្វើឲ្យលូតកូនដែរចុះបើក្នុងករណីដែលមានបញ្ហាហ្នឹងតែយើងអាចមានអីដោះស្រាយនេះចាយើងព្យាបាលបើសិនជាក្នុងករណីមានមេរោគក្នុងផ្នែកណាមួយមិនថាផ្លោកនោមមិនថាទ្វារមាសគឺយើងសម្រាប់មេរោគទៅយើងអាចធ្វើនិយាយទៅយើងអាចកែខៃវាបានទេឲ្យតែគាត់មកក្នុងពេលដែលវាមិនទាន់បាត់ច្រវាក់បេះដូងកូនមានន័យថាទើបតែចាប់ផ្ដើមធ្លាក់ឈាមឬក៏ចាប់ផ្ដើមមានរោគសញ្ញាយើងវាយតម្លៃថាតើកូនមិនហើយបើកូនអត់ទាន់អីយើងទប់ថ្នាំទប់ក៏ទប់ថ្នាំព្យាបាលក៏ផ្ដល់ការព្យាបាលដែរហើយមកចំណាយទៀតការដែលក្តៅខ្លួនខ្លាំងពុលអាហារឬក៏ក្តៅខ្លួនគ្រុនផ្ដាសាយហ្នឹងក៏វាអាចឲ្យកូនយើងអត់លូតដែរអញ្ចឹងវាចូលរួមចំណែកនៅក្នុងការហូបចុកដូចគ្នាពេលដែលយើងហូបប៉ះរបស់ដែលឲ្យយើងរាករបស់ផ្អាប់របស់ឆៅសុទ្ធតែអាចមានប៉ារ៉ាស៊ីតអាចមានមេរោគនៅក្នុងហ្នឹងពេលយើងញ៉ាំទៅហើយយើងរាកយើងប្រឈមមួយការលូតកូនដូចគ្នាចាតើតើជាមួយនឹងការដែលយើងហិហើយយើងលូតកូនហ្នឹងអ្នកគ្រូធ្លាប់បានប្រាប់ខ្ញុំម្ដងហើយការពេលវីដេអូរៀងធ្វើលក្ខណៈខ្លីៗប៉ុន្តែពេលហ្នឹងខ្ញុំរៀងចម្លែកដែរព្រោះខ្ញុំអត់ដឹកស្មានថាគ្រាន់តែយើងរៀកហេតុអីក៏កូនអត់នៅដែរប៉ុន្តែនៅពេលខ្ញុំផុសវីដេអូទៅអ្នកគ្រូមែនមានអ្នកដែលគាត់ចូលខមមិនគាត់ថាគាត់ស្ដាយមែនតើភាសាគាត់ឃ្លានដូចរបស់ឆៅរបស់អីអញ្ចឹងដល់ពេលចឹងគាត់ញ៉ាំហើយគាត់រៀកខ្លាំងអញ្ចឹងគាត់ធ្វើឲ្យបាត់បង់កូនហើយពេលចឹងគាត់សោកស្ដាយមែនតើហើយដល់បើសម្រាប់ខ្ញុំគាត់ថាថ្មីខ្ញុំស្ដាប់ទៅវាអត់វាជារឿងដែលទូចវាគ្រាន់តែរៀងចាអ្នកណាក៏ធ្លាប់រៀងដែរវាអត់សមអីធ្ងន់ធ្ងរដល់ថ្នាក់ទៅលូតតែដល់ពេលអ្នកគេខមមិនគឺគាត់អញ្ចឹងវាចេះកូននៅពេលដែលរៀកមានន័យថាអាចមានមេរោគអីមួយចូលក្រាមមាត់របស់យើងចូលទៅក្នុងកាពះពោះវៀនរបស់យើងអញ្ចឹងយើងអត់ដឹងថាវាជាប៉ារ៉ាស៊ីតជាវីរុសក៏ជាបាក់តេរីប្រភេទអីអាប្រភេទខ្លះវាឲ្យយើងរៀកតាមមួយឈូពីរឈូទៅក៏បាត់ទៅវិញទៅអាករណីអញ្ចឹងអត់សូវមានបញ្ហាតែករណីខ្លះទៀតរៀកហើយក្អួតហើយក្តៅខ្លួនទៀតចឹងបើសិនជារៀកធម្មតាអត់ក្តៅខ្លួនបើរៀកស្រាលតិចតួចភាគច្រើនអីតែបើសិនជារៀកដល់ក្តៅខ្លួនមានន័យថាដល់ក្តៅខ្លួនគឺអាមេរោគហ្នឹងវាចូលក្នុងខ្លួនយើងហើយចូលដល់សរសៃឈាមហើយទើបយើងក្តៅខ្លួនអញ្ចឹងវាអាចចូលដល់ស្បូនដូចគ្នាតែកាលណាយើងក្តៅខ្លួនស្បូនយើងចាប់ផ្ដើមច្បាច់ហើយកត្រាក់កូនដែលគ្នាទើបតែដាំទូចនៅក្នុងហ្នឹងគឺខ្ជាក់ចេញមកដូចគ្នាអញ្ចឹងឯងអញ្ចឹងដោយប្រយោលឈឺអីក៏ដោយមិនថារាមិនថាផ្ដាសាយគ្រុននេះឲ្យតែក្តៅខ្លួនគឺងាយនៅក្នុងការឲ្យស្បូនកត្រាក់ឲ្យអាលូតកូនដូចគ្នាអញ្ចឹងដំណោះស្រាយអ្នកគ្រូញ៉ាំស្អាតចាញ៉ាំស្អាតហើយនៅពេលដែលយើងរាកអីល្មមចាប់ផ្ដើមរាកកុំទុកខ្លួនឯងចោលនៅផ្ទះមានថាទទួលការព្យាបាលលឿនធ្វើម៉េចឲ្យអស់មេរោគឲ្យលឿនធ្វើម៉េចកុំឲ្យក្តៅខ្លួនខ្លាំងអញ្ចឹងភាគរយដែលអាលូតហ្នឹងក៏ធ្លាក់ចុះគ្នាចាអូខេអញ្ចឹងឥឡូវអានេះដូចជាមានតែត្រឹមត្រីមីទី1ទេប៉ុន្តែបើតាក់ទងជាមួយនឹងអាហ្នឹងសិតតែនិយាយទៅទាំងខ្ញុំទាំងអ្នកគ្រូយើងឆ្លងកាត់ការសម្រាប់កូនហើយអញ្ចឹងយើងដឹងថាការអេកូច្រើនហើយដំណាលមួយដែលគេនិយាយតគ្នាច្រើនពេលច្រើនចាស់គាត់ថាកុំមើលអេកូច្រើនពេកប៉ះពាល់ភ្នែកកូនអាឡាស្រាហ្នឹងអត់ល្អសម្រាប់កូនទេធ្វើឲ្យប៉ះពាល់ស្បែកកូនអាលាកស្បែកកូនឬមួយក៏ប៉ះធ្វើឲ្យពិការភ្នែកអ្នកខ្លះគាត់មានការគិតអញ្ចឹងណាគ្រូអញ្ចឹងតើការដែលអេកូច្រើនហ្នឹងវាពិតជាមានផលប៉ះពាល់មែនដែរអត់ទេអត់មានទេដោយសារតែយើងរាប់វាថាជា laser តែការពិតវាមិនមែនជា laser គេគិតថា laser គេថាវាប៉ះពាល់ដល់ពេលមើលឃើញកូនហ្នឹងកូនក៏មើលឃើញវិញដែរអត់ទេការដែលនាំគ្នាគិតអញ្ចឹងគឺគ្រោះថ្នាក់មានន័យថារឿងខ្លះយើងតគ្នាទៅវាអត់គ្រោះថ្នាក់ចេះតែបន្តទៅណាតែបើយល់ឃើញបែបហ្នឹងគឺគ្រោះថ្នាក់មែនតើអត់មិនមែនជា laser ទេគឺជារលកសំឡេងដែលគេប្រើចឹងអត់ប៉ះពាល់ទៅលើសរីរាង្គកូនទេរហូតដល់អ្នកខ្លះគាត់ប្រាប់អ្នកគ្រូថាចេះកូនខ្ញុំខែមុនអត់អីសោះស្រាប់តែខែហ្នឹងមើលអេកូទៅឃើញកូនខុសប្រក្រតីក៏ដោយមកពីអេកូដឹងពេទ្យខ្ញុំថាអត់ទេអេកូគ្រាន់តែទៅមើលឃើញកូនហ្នឹងវាខុសប្រក្រតីអញ្ចឹងតែម្ដងទើបធ្វើឲ្យយើងមើលឃើញអញ្ចឹងរឿងខ្លះតែងតែមានការចោទប្រកាន់មានន័យថាមិនដឹងថាអីឲ្យច្បាស់ទេប៉ុន្តែឃើញអញ្ចឹងចោទលើអាហ្នឹងដែលវាមិនមែនជាការពិតផងអញ្ចឹងវាធ្វើឲ្យយើងនឹងបង្កើតតែអាការសង្ស័យបង្កើតតែអារម្មណ៍មួយដែលมันអស់ចិត្តហើយទៅបន្ទោហើយខ្លាចហើយបើខ្លាចត្រូវនោះមិនអីទេតែបើខ្លាចខុសទៅបែបហ្នឹងគ្រោះថ្នាក់តាម៉ែកូនពីរនាក់ហ្នឹងឯងចាអញ្ចឹងអ្នកគ្រូអាចប្រាប់បានថាហេតុអីទើបយើងត្រូវការមើលអេកូ
ច្រើនបានន័យថា at least ក៏មួយខែម្ដងដែរមែនទេអ្នកគ្រូចាប្រហែលជាមួយខែម្ដងហើយមួយទៀតសម័យតាម៉ាក់ខ្ញុំហ្នឹងchẳng lẽការចំនួនគាត់មុនផ្សេងចាចំនួនឥឡូវហ្នឹងផ្សេងគាត់ថាការគាត់តងន់ខ្ញុំអីគេអេកូតែ2ដងមានពីណាគេទៅរកខែដូចខ្ញុំចឹងទេអញ្ចឹងខ្ញុំចង់ឲ្យអ្នកគ្រូជម្រាបតកាន់ទស្សនិកជនថាហេតុអីមូលហេតុអីទៅលោកគ្រូពេទ្យគាត់លើកទឹកចិត្តឲ្យយើងមកចង់និយាយថាអេកូឲ្យបានញឹកញាប់ឬមួយក៏មកទៀងទាត់តាមការណាត់ចាក៏ពិតទៅមើលអេកូញាប់ប៉ុណ្ណាมันប៉ះពាល់ដល់កូនទេហើយចំនួនប្រហែលដែលត្រឹមត្រូវហ្នឹងក៏វាអត់មានស្តង់ដារមួយថាប៉ុណ្ណាត្រូវដែរវាអាស្រ័យទៅលើគេហៅថាស្តង់ដារដែលគេកំណត់នៅតាមស្ថាប័នមួយនៅកន្លែងខ្លះគេមើលរាល់ខែនៅកន្លែងខ្លះគេមើល3ខែម្ដងប្រទេសខ្លះគេមើលមួយខែ2ដងអីចឹងទៅអញ្ចឹងសួរថាតើចំនួនប៉ុន្មានទៅដែលល្អឥតខ្ចោះនោះវាអត់មានកំណត់ជារួមទេវាអាស្រ័យទៅលើ guideline នៃតំបន់មួយទៅតាម clinic មួយអញ្ចឹងណាប៉ុន្តែនាងខ្ញុំលើកទឹកចិត្តឲ្យគាត់មើលរាល់ខែពីព្រោះអីពេលយើងពិនិត្យពោះរាល់ខែឃើញទាំងម្ដាយឃើញទាំងកូនអញ្ចឹងរឿងជាច្រើនដែលមានការប្រែប្រួលយើងដឹងលឿននៅពេលដែលយើងដឹងលឿនយើងសម្រេចចិត្តលឿនដូចអ្នកគ្រូនិយាយមិញអញ្ចឹងណាអេកូតំអេកូឲ្យកូនអត់អីផងចាដល់ពេលអញ្ចឹងគាត់មិនអាចយកអាអេកូម្ដងហ្នឹងមកឲ្យតម្លៃសុខភាពរបស់កូនគាត់ពេញមកផ្ទៃពោះនឹងឡើយទេវាអត់កាត់ពោះនិយាយដល់សាមញ្ញមនុស្សក្នុងពោះហ្នឹងប្រែប្រួលរហូតឧទាហរណ៍ថាមើលអេកូកាលពី2ខែប៉ុណ្នេះដល់ពេល4ខែគេឡើងប៉ុណ្ណាណីដល់ពេលចុង5ខែមានដៃមានជើងមានអីហើយអញ្ចឹងយើងអាចទៅមើលរបស់មួយដែលកំពុងវិវត្តមានន័យថាកូនក្នុងពោះមិនមែនកែវមួយដែលនៅតែអញ្ចឹងរហូតណាបើសិនជាកូនអត់វិវត្តយើងមើលតែម្ដងចប់ហ្នឹងអញ្ចឹងគាត់នៅដោះដៃដោះជើងដោះស្អីគ្រប់មុខអញ្ចឹងការដែលមើលឲ្យត្រូវតាមពេលវេលាដែលពេទ្យកំណត់គឺវាជួយឲ្យយើងដឹងថាគោលដៅមើលដើម្បីអីរកអីហើយមានប្រយោជន៍អីសម្រាប់កូនហ្នឹងចាបើខ្ញុំចង់មើលកូនព្រោះមានអារម្មណ៍ថាដូចចង់ឃើញកូនចាចង់ឃើញកូនហើយនេះវារត់ទៅលេងតែកូនទៅចាពួកអីនៅមួយគ្នារងថ្ងៃបានតែត្រឹមស្ទាបបានតែត្រឹមដឹងការគាត់ហើគាត់អីលេងគាត់ពេលកូនរើតិចភ័យចាភ័យទៀតនិយាយទៅកូនរើតិចក៏ភ័យរើខ្លាំងពេកក៏ភ័យនិយាយទៅភ័យរហូតបានមើលអេកូហើយឃើញកូនលែងភ័យទៅហើយប៉ុន្តែដូចពេលដែលមើលកូននោះមានអារម្មណ៍ថារំភើបអ្នកគ្រូព្រោះអីឃើញពីការវិវត្តរបស់គាត់ការលូតលាស់ហើយជាពិសេសវាថាជាវា excited ដល់ពេលដែលយើងចាប់ដើមឃើញមកកូនណាតិចពីដំបូងគ្រាន់តែជាដុំសាច់មួយរៀងដូចគប់ស្ដាយចឹងដល់អត់ដឹងណាក្បាលណាកតុយណាមុខណាអីទេតែចាប់ដើមឃើញមកយើងមកជួបកូនណាពីមួយខែទៅមួយខែដូចឃើញកាន់តែឃើញច្បាស់ទៅនេះផ្នែកកូនចំពោះកូនអញ្ចឹងវាអារម្មណ៍រំភើបចាអ្នកគ្រូហើយតើការដែលយើងតាមដានអេកូហ្នឹងអ្នកគ្រូយើងអាចសម្លឹងមើលពីភាពប្រក្រតីអីគេខ្លះហើយនឹងអត់ប្រក្រតីអីគេខ្លះបែបថាជាការនិយាយទៅភាពមិនប្រក្រតីផងនឹងជំងឺផងខ្ញុំចង់ឲ្យអ្នកគ្រូបកស្រាយថាតើយើងអាចដឹងពីតាមរយៈអេកូហ្នឹងបានអីគេខ្លះចាហ្នឹងហើយអូនហ្នឹងហើយម៉ាក់ភាគច្រើនចង់ឃើញមុខឃើញកាយវិការកូនឃើញការវិវត្តរបស់កូនណាតែពីគ្រូពេទ្យចង់ឃើញច្រើនជាងនឹងខ្លាំងណាស់មានន័យថាពីអាយុពីមួយពេលទៅមួយពេលហ្នឹងពេទ្យមើលហ្នឹងមានគោលបំណងរបស់គាត់រៀងខ្លួនអញ្ចឹងបើសួរថាតើគេចង់មើលអីខ្លះពិសេសនៅម្ដុំត្រៃមាសទី2ណាគេចង់មើលពីសរីរាង្គខាងក្នុងពោះរបស់គាត់ដៃជើងម្រាមដៃម្រាមជើងគាត់និងខួរក្បាលគាត់មានគ្រប់លក្ខណៈហើយបើជំងឺធំមួយចំនួនដែលគេអាចរកឃើញតាមរយៈអេកូនោះឧទាហរណ៍ទឹកដក់នៅក្នុងពោះខួរក្បាលនឹងវាស្វិតមួយចាហៀងទឹកដក់ឬក៏ហ៊ីកថ្លើមឬមួយក៏ដៃជើងរបស់គាត់នឹងខ្លីពេកឬមួយក៏បាត់ម្រាមណាមួយអីចឹងទៅដែលតាក់ទងជាមួយនឹងរូបរាងរបស់កូនហ្នឹងគឺគេអាចមើលឃើញតាមរយៈអេកូចាអាហ្នឹងគឺជាគោលបំណងចាដែលយើងមើលអេកូប្រចាំខែចាអញ្ចឹងហើយពេលមើលអេកូលើកទឹកចិត្តឲ្យអ្នកជំងឺកុំមើលតម្រូវចិត្តខ្លួនឯងតែមួយខាងមានន័យថាបើកូនយើងអត់មានបញ្ហាអីចង់មើលមួយខែ3ដងក៏មើលចោះមានន័យថាជាការមើលដើម្បីឲ្យខ្លួនឯងសប្បាយចិត្តប៉ុន្តែមានលក្ខខណ្ឌខ្លះពេទ្យតម្រូវឲ្យទៅតែម្ដងមានន័យថា23អាទិត្យមើលសរីរាង្គកូនមកត្រូវទៅ30អាទិត្យជាងត្រូវទៅពេល12អាទិត្យអីត្រូវទៅអញ្ចឹងគឺដាច់ខាតគឺត្រូវតែទៅអញ្ចឹងណាចាអញ្ចឹង
អាមិនហ្នឹងអ្នកគ្រូមើលនិយាយពីជំងឺដែលយើងអាចមើលតាមរយៈអេកូបាន ចុះមានជំងឺអីផ្សេងទៀតអត់អ្នកគ្រូដែលយើងអត់អាចមើលតាមអេកូបាន ចាកន្លែងហ្នឹងជាការយល់ច្រឡំមួយដ៏ធំណារបស់អ្នកជំងឺដែលគាត់គិតថាអេកូជាអ្វីគ្រប់យ៉ាង ចាគាត់ថាកូនគាត់មើលអេកូរហូត អេកូរហូតឃើញល្អរហូតមិនបានគាត់មានបញ្ហា ចា នឹងខ្ញុំចង់បញ្ជាក់ថាមានជំងឺមួយចំនួនដែលតាក់ទងជាមួយនឹង DNA ឬមួយក៏ដំណើរការរបស់មនុស្សហ្នឹងពាក្យថាដំណើរការឧទាហរណ៍ដូចបេះដូងអញ្ចឹងពេលយើងមើលអេកូយើងអាចឃើញរូបរាងបេះដូងហ្នឹងអត់មានដាច់លហែកអត់មានប្រហោងអត់មានអីកន្លែងណាប៉ុន្តែដំណើរការរបស់វាបេះដូងមិនមែនជារបស់មួយដែលវានៅស្ងៀមអញ្ចឹងទេមែនទេវាមានតួនាទីច្បាច់អញ្ចឹងទៅអញ្ចឹងពេលខ្លះឃើញសរីរាង្គនឹងល្អប៉ុន្តែពេលដែលវាដើរអត់ល្អអាហ្នឹងក៏យើងអាចមើលតាមរយៈអេកូដែរហើយករណីមួយទៀតដែលសម្បូរជាងគេគឺជំងឺ Down syndrome ជំងឺដែលខ្មែរយើងហៅថាកូនខៀសកន្លងណា ចាមុខដូច មុខចាមុខដូចគ្នាហ្នឹងក៏អេកូมันអាចកំណត់បាន 100% ដែរជាអីដែលត្រូវតែបញ្ចូលគ្នារវាងការធ្វើតេស្ត DNA ហ្នឹងបូកជាមួយនឹងការមើលអេកូទើបគេអាចសន្និដ្ឋានបានថាកូនហ្នឹងសង្ស័យកើតជា Down syndrome ឬអត់ អញ្ចឹងកុំឲ្យលើសពីអ្វីដែលវាជាការពិតហើយកុំសន្និដ្ឋានខ្លួនឯងថាអេកូល្អទាំងអស់កូនខ្ញុំសុខភាពល្អទាំងអស់អត់ទេព្រោះការវិវត្តរបស់មនុស្សហ្នឹងគឺថាប្រែប្រួលហើយទៅវាទាមទារកត្តាផ្សេងច្រើនណាចាចុះជំងឺ Down syndrome ហ្នឹងគឺគេតេស្តតាមរបៀបណាដែរ ចាគេអាចធ្វើតេស្តឈាមម្ដាយបាន ទៅលើឈាមម្ដាយ ជាតេស្តម្ដាយដែលការពិតឥឡូវទំនើបណាគេមើលដឹងទាំងភេទទៀតអូនឃើញអ្នកខ្លះគេ surprise ទំទងន់បានប្រហែលជា2ខែជាងឃើញគេ surprise ធ្វើឃើញភេទឃើញអីចាអាហ្នឹងគឺ NIPT នឹងឯងគឺការមើលតេស្តឈាមដើម្បីមើល DNA របស់កូននឹងអញ្ចឹងគេអាចដឹងច្បាស់មុនគេគឺភេទតាំងពី10អាទិត្យកូន2ខែជាងណាហើយទី2គេអាចមើលជា Down syndrome ហ្នឹងបានតាំងពីពេលហ្នឹងអញ្ចឹងការបូមឈាមមើល DNA របស់កូនហ្នឹងតាមរយៈ NIPT ហ្នឹងគឺចាំបាច់វាជួយឲ្យយើងដឹងចានិយាយទៅការវិវត្តចង់និយាយថាផ្នែកវិទ្យាសាស្ត្រចាទំនើបវិទ្យាផ្នែកវិទ្យាសាស្ត្រហ្នឹងឥឡូវវាផ្លាស់ប្ដូរពីពីមុនមែនតើចឹងឯងបានមកemថាចុះទៅអីកូអីឆនមែនទៅប៉ែតញឹកម៉េះពេលទៅពោះចឹងមួយដែលសារចំនួនគាត់ផ្សេងចាចំណងគាត់ផ្សេងឥឡូវផ្សេងហើយខ្ញុំក៏បានប្រាប់គាត់ទៅមើលជំងឺ Down syndrome ហ្នឹងដែរដោយសារតែដូចថាមានអ្នកភូមិអីគាត់មានកើត Down syndrome ហ្នឹងចឹងណាអាហ្នឹងបានជាឧទាហរណ៍មួយប្រាប់គាត់ថាបច្ចេកវិទ្យាឥឡូវគឺគេដឹងពីមុនអត់មានតែឥឡូវមានចាភាពខុសគ្នាចាភាពខុសគ្នាជំនាន់ដើមពេលដែលយើងអត់មានលទ្ធភាពមើលយើងតាមដំណើរចាគ្រប់យ៉ាងគឺតាមដំណើរហើយពេលដែលចាពេលមានពេលទៅងន់ណាអីក៏តែ2ដងតែកូនតែខ្លះអត់មើលផងដងឯងកើតក៏កើតនៅផ្ទះខ្លួនឯងអីចឹងទៅបើគាត់សំណាងក៏កូននឹងល្អទៅបើគាត់មិនសំណាងក៏មានគ្រូថ្នាក់ទាំងអត់ដឹងថាមានបញ្ហាអីប៉ុន្តែមកដល់សម័យឥឡូវយើងតែងតែចង់ឲ្យខ្លួនឯងត្រៀមខ្លួនហើយខ្លួនឯងអស់ចិត្តនៅរឿងជាច្រើនព្រោះនៅពេលដែលយើងមានលទ្ធភាពនៅក្នុងការផ្ដល់ឲ្យកូនយើងរឿងជាច្រើនយើងអត់ចង់ឲ្យគាត់ហួសពេលទេពេលដែលយើងមើលដឹងកាន់តែលឿនវាបានអីហ៎ទី1ដោះស្រាយប៉ែតត្រូវជួយកូនខ្ញុំមិនដើម្បីកុំឲ្យកូនខ្ញុំមានបញ្ហាតែរឿងខ្លះដែលដោះស្រាយអត់ចេញឥឡូវឧទាហរណ៍ដូច Down syndrome សួរថាបើបញ្ជាក់ឃើញថាកូននឹងកើត Down syndrome ហើយព្យាបាលជាអត់ជាធ្វើមិនចឹងទៅប៉ែតម្ដាយឪពុកត្រូវសម្រេចចិត្តថាតើបន្តដំណើរទុកកូននឹងទៀតឬក៏បញ្ចប់កូនដែលការបញ្ចប់កូននឹងគឺស្មើនឹងយកកូនចេញតែយ៉ាងហោចម្ដាយឪពុក2នាក់ហ្នឹងគាត់បានមើលឃើញវែងជាងអ្វីដែលគាត់មានឥឡូវហ្នឹងតែគាត់អាចទទួលយកបានអត់បើគាត់ទទួលយកកូនម្នាក់ដែលកើតមកពីការអញ្ចឹងបានគឺគាត់ទុកទៅតែបើគាត់មើលឃើញថាមិនទេខ្ញុំមិនអាចបន្តដំណើរជាមួយកូនឈឺទេណាមួយអាណិតកូនផងឧទាហរណ៍វាជាជំរឿនរបស់គាត់វាជាការសម្រេចចិត្តរបស់គាត់ដែលយ៉ាងហោចឲ្យគាត់មានឱកាសដឹងមើលអ្នកខ្លះខ្ញុំធ្លាប់ជួបគាត់បញ្ជាក់ថាដោនហើយគាត់នៅតែទុកកូនគាត់ដែរគាត់ថាអត់ទេប៉ែតមិនថាបែបណាខ្ញុំចិញ្ចឹមកូនខ្ញុំអញ្ចឹងគាត់រៀបគម្រោងរៀបតាំងពីលុយកាក់តាំងពីរបៀបនៃការចិញ្ចឹមកូនគាត់នៅរកតាំងពីមនុស្សមើលកូនគាត់ហើយស្រេចគាត់ដឹងគឺជាការសម្រេចចិត្តរបស់គាត់ជាការសម្រេចចិត្តរបស់គាត់អញ្ចឹងហើយការដែលយើងខំធ្វើគ្រប់បែបយ៉ាងហ្នឹងដើម្បីឲ្យយើងជាប៉ែតនេះហើយនឹងអ្នកដែលជាម្ដាយនេះទទួលអារម្មណ៍មួយថាអស់ចិត្តចំពោះកូនរបស់យើងបើសួរថាមើលអញ្ចឹងហើយធានាថាកូនខ្ញុំកើតមកនោះអត់មានបញ្ហាអីប៉ែតអត់ទេមើលអីឃើញហ្នឹងមើលចំណុចអីគឺមានថាកំពុងតែព្យាយាមដោះស្រាយបញ្ហាហ្នឹងហើយបើយើងមិនមើលស្មើនឹងកិច្ចតែដល់ពេលកើតមកយើងដដែលអ្នករងគ្រោះផងចំណុចហ្នឹងដែរដែលខ្ញុំ
ប្រាប់ម៉ាក់ខ្ញុំតែសារគាត់ថាអូទៅពេទ្យអីគាត់រកខែអញ្ តែ ចឹង មើលឃើញ ចាតែមើលឃើញហើយប៉ុន្តែក៏ខ្ញុំប្រាប់គាត់ថាពួកដោយសារអីDown syndrome មិនកើតទាំងអស់គ្នាមិនមែនថាគ្រាន់តែអត់តេស្តហ្នឹងវាកើតទេមែនអ្នកគ្រូមើលចង់និយាយថាមិនមែនថាឲ្យតែកូនកើតមកយើងអត់ទេអញ្ចឹងឯងវាគ្រាន់តែជាភាគរយមួយដែរយើងនឹងបន្ថយអត់អញ្ចឹងអាហ្នឹងក៏ជាអ្វីដែលខ្ញុំជំរាបបាក់ខ្ញុំដែរថាតាមឯងនឹងបន្ថយថាមើលមុនហើយសម្រាប់ចិត្តថាទទួលយកវាឬមួយក៏យើងកើតហើយបានយើងថាយូរចង់និយាយថាយូរមានមួយទេមិនអីទេអញ្ចឹងអានឹងដឹងថាប៉ះលើយើងអត់ ចាអញ្ចឹងអានេះគឺជាការសម្រេចចិត្តថាយើងទទួលយកបានឬមួយក៏អត់ហ្នឹងហើយអញ្ចឹងក៏គាត់បើកចិត្តទទួលស្ដាប់ដែរចាចុះអ្នកគ្រូមួយវិញទៀតបើសិនជាយើងសម្រេចណាឥឡូវខ្ញុំអត់ចង់តេស្តទេចាប៉ុន្តែបើយើងអត់តេស្តចឹងយើងអាចមានវិធីណាដែលយើងអាចដឹងជាប្រយោលទៅណាថារោគសញ្ញាថាកូនយើងអាចនឹងមានហានិភ័យក្នុងការកើត Down syndrome ហ្នឹងតើមានទេអ្នកគ្រូចាវាអាចដែរចូលដល់ត្រីមាសទី2ពេលខ្លះគាត់អត់មានខ្ទង់ច្រមុះមើលអេកូទៅឃើញមានភាពខុសប្រក្រតីខ្លះតែក៏ចង់បញ្ជាក់ថាកូនខ្លះអត់ឃើញមានអីទេអត់ឃើញមានតាមរយៈអេកូអត់មានបញ្ហាអីដល់ពេលកើតចេញជាមនុស្សមកបានឃើញមានចាអញ្ចឹងបានអត់ចង់យកឲ្យអាហ្នឹងទៅជាចំណុចមួយដែលសន្និដ្ឋានថាជាការធ្វើរោគវិនិច្ឆ័យជារឿងមួយដែលគួរឲ្យកំសត់មែនតើនៅពេលដែលគាត់គិតថាអីកូអត់អីហើយវានឹងអត់អីតែក៏ពិតអត់ទេដោយករណីខ្លះគេមើលលើកញ្ចឹងកកូនឃើញថាកញ្ចឹងកកូនខ្ញុំស្ដើងហ្នឹងបែបចាំបាច់មើលឈាមទៅអីទៀតខ្ញុំអត់គិតថាខ្ញុំកើតអីទេចាកូន Down syndrome នឹងឃើញកគាត់ខ្លីចាជារួមចាកូនដែលកើត Down syndrome គឺកញ្ចឹងកនឹងក្រាស់ប៉ុន្តែក៏មានកូនដែលកើត Down នឹងកញ្ចឹងកស្ដើងដែរហើយវាអត់ប្រកបវាអត់ប្រកបទេសូនៅពេលដែលយើងយករឿងមួយដែលអត់ច្បាស់យកមកសម្រេចចិត្តលើជីវិតមួយយើងមានអារម្មណ៍ថាស្ដាយដែលយើងគ្រាន់តែមើលអេកូទៅឃើញកញ្ចឹងកក្រាស់សន្និដ្ឋានថាកូននឹងកើត Down syndrome ដល់ពេលម៉ែឮថា Down syndrome បើចាប់កូនយកកូនចេញបាត់វាអត់គួរដល់ថ្នាក់ហ្នឹងយ៉ាងហោចទទួលការមើលឈាមហើយដឹងថាតើតេស្តឈាមរបស់យើងនឹងជាក់លាក់កម្រិតណាមុននឹងយើងសម្រេចចិត្តធ្វើអីចាតែតេស្តហ្នឹងអាចយើងច្បាស់ឬមកក៏ជាភាពជាក់លាក់ហ្នឹងបានប៉ុន្មានភាគរយបើ NIPT ហ្នឹងគឺ 99% មានន័យថាមានតែការចាស់ទឹកភ្លោះមួយឯងដែលអាចបញ្ជាក់បាន 100% ទៅលើជំងឺ Down syndromeចាស់ទឹកភ្លោះមានន័យថាបើ NIPT នឹងវិជ្ជមានទៀតគឺ 99% កូននឹងឈឺហើយអញ្ចឹងម្ដាយនៅមានជំរឿសទៀតគាត់បញ្ចប់កូនត្រឹមប៉ុណ្ណឹងគាត់បន្តដំណើរឬក៏គាត់ទៅចាស់ទឹកភ្លោះការចាស់ទឹកភ្លោះមានថាគេចាក់មកជុលវែងចូលទៅក្នុងពោះដើម្បីយកទឹកនឹងមកហើយផ្ញើទៅមន្ទីរពិសោធន៍ពួកក្នុងទឹកភ្លោះហ្នឹងគឺមានគេហៅថាសំណល់នៃកោសិកាស្បែកកូនតែយើងចាក់អញ្ចឹងអត់ខ្លាចធ្លាថង Yes of course មានហានិភ័យរបស់វាពេលដែលចាក់ទៅពេលខ្លះទៅក៏វាមានការខ្លាយរោគមានការដែលកូនស្លាប់ក្នុងពោះឬក៏អីអញ្ចឹងណាតែគ្រាន់តែចង់បញ្យល់អូនថាតាមក្បួនវិទ្យាសាស្ត្រតតាហ្នឹងបានគេហៅថា 100% ចាអញ្ចឹងរឿងអីគ្រាន់តែអេកូមកហ៊ានសន្និដ្ឋានថាកូនគេកើត Down syndrome ខ្ញុំអត់ទេមានន័យថាវាអត់ត្រូវទេមានន័យយ៉ាងហោចទទួលបានការពិនិត្យឈាមមួយធ្វើការបកស្រាយឲ្យយល់ពីលទ្ធផលរបស់ខ្លួនឯងទើបការសម្រេចចិត្តរបស់គាត់ហ្នឹងវាអត់មានការមន្ទិលសង្ស័យអត់ខុសសម្រាប់មនុស្សម្នាក់នោះអត់ខុសសម្រាប់មនុស្សក្នុងពោះនោះចាអញ្ចឹងខ្ញុំសូមបកមកសាច់រឿងយើងវិញតើតើជាមួយនឹងភាពមិនប្រក្រតីនៃផ្ទៃពោះអញ្ចឹងខ្ញុំសួរអ្នកគ្រូមួយហីតើតើជាមួយនឹងថាតើត្រីមេទី1យើងគួរតែធ្វើបែបណាកុំឲ្យនិយាយទៅសម្រាប់ការពារកុំឲ្យថាយើងលូកូនប៉ុន្តែឥឡូវចង់សួរពីហូលរយៈពេលដែលមានផ្ទៃពោះនឹងហ្មងថាយើងមានសញ្ញាបែបណាខ្លះដែលយើងអាចនិយាយបានថាស្ត្រីដែលកំពុងតែមានផ្ទៃពោះហ្នឹងគាត់ត្រូវប្រុងប្រយ័ត្នណាជាសញ្ញាអីគេដែរគូសញ្ញាដែលប្រយ័ត្នជាងគេគឺការធ្លាក់ឈាមមានន័យថានៅពេលដែលគាត់ទងន់ហើយគាត់ធ្លាក់ឈាមប្លែកមិនថាត្រីមាសណាត្រូវលះមកពេទ្យបើត្រីមាសទី1អាចគំរាមមកលូតត្រីមាសទី2អាចសុកប្រាក់មាត់ស្បូនឬមួយក៏គំរាមការអត់គ្រប់ខែអញ្ចឹងទៅចាចំណុចទី2នេះគឺចលនាកូននៅពេលដែលកូនរើតិចជាងប្រក្រតីឬមួយក៏អត់រើអានឹងត្រូវតែលះមកពេទ្យដូចគ្នាតើមានកំណត់ធំทั้งកូនរើមួយដងក្នុងមួយថ្ងៃមួយនាទីទើបហៅថារើតិចឬមករើច្រើននេះកាប់គ្រប់ម៉ាក់ទាំងអស់ឲ្យតែខ្ញុំនិយាយថាចាប់អារម្មណ៍ចលនាកូនណាម៉ាក់ណាគាត់សួរគាត់រាប់ចាដល់ពេលចឹងហើយខ្ញុំឲ្យឧទាហរណ៍មួយសាមញ្ញថាអត់មានស្តង់ដាររួមទេអត់មានស្តង់ដាររួមថាកូននេះគួរតែរើ3ដងក្នុង10នាទីឬក៏3ដងក្នុងរយៈពេលកន្លះម៉ោងអត់ទេព្រោះពេលខ្លះកូនរើតិចជាងហ្នឹងតែមកមើលទៅអត់អី
តែពេលខ្លះរើច្រើនជាងហ្នឹងតែមើលទៅអីអញ្ចឹងខ្ញុំឲ្យគាត់បដូរចលនាកូនណាទៅចង្វាក់ដង្ហើមរបស់គាត់ ឥឡូវឧទាហរណ៍ឯងដកដង្ហើមរាល់ថ្ងៃធម្មតាអូនអត់ដឹងថាហត់ទេមែនទេ ចា តែអូនអត់ដែររាប់ទេថាបងក្នុងមួយនាទីអូនដកដង្ហើមប៉ុន្មានដងយើងអត់ដឹងទេ ប៉ុន្មានដង យើងអត់ដែរដឹងទេព្រោះវាជារបស់មួយដែលវាដំណើរការអូតូម៉ាទិកក្នុងខ្លួនយើងណា ចា ចលនាកូនដូចគ្នាម៉ែឲ្យតែគាត់ចាប់អារម្មណ៍ថាកូនខ្ញុំរើមិនគាត់នឹងដឹងភ្លាមថាថ្ងៃនេះរើតិចតែគាត់ថាគាត់សួរថាគាត់ដែររាប់ឯងគាត់អត់ទេប៉ុន្តែវាជារបស់ដែលនៅជាមួយគាត់ ព្រោះរបស់ហ្នឹងជាប់ខ្លួន ជា យើ ប់ ងអញ្ចឹ ខ្លួន ងពេលដែលវាខុសប្រក្រតីយើង យើង ចាប់ ដឹង អារម្មណ៍ ភ្លាម ហើយថាវា ចា តិចឬមួយ ចា ក៏ច្រើន តែបញ្ហារាល់ដងáដែលហេតុអីបានកូនរើតិចហើយអត់មកáព្រោះគាត់គិតថាខ្ញុំទៅមើលអេកូហើយនឹងកូនខ្ញុំអត់អីនឹង ចា ទៅពេទ្យធ្វើអីទៀតអញ្ចឹងណាខ្ញុំចង់បញ្ជាក់ថារឿងកូនមានបញ្ហាមិនថាទៅមើលមិញទេទោះបីជាទៅម្ដងចេញពីពេទ្យហ្នឹងក៏ត្រូវតែត្រឡប់មកវិញដែរពីព្រោះអីត្រឹមតែមួយនាទីឯងក៏អាចស្លាប់ដែរកូនរបស់យើងណាអញ្ចឹងការដែលចាប់អារម្មណ៍ចលនាគ្រប់ពេលវេលាហ្នឹងឯងជាអីដែលយើងអាចជួយកូនយើងបានទាន់ពេលវេលាហើយនៅពេលដែលគាត់មកទាន់ពេទ្យនឹងមានវិធីនៅក្នុងការធ្វើរោគវិនិច្ឆ័យពេទ្យមានវិធីជាច្រើនដើម្បីសន្និដ្ឋានថាតើកូនហ្នឹងឬចលនាប៉ុណ្ណឹងធម្មតាឬក៏គាត់ខ្សោយមែនបើគាត់ខ្សោយមែនពេទ្យជួយពួកគ្នាកំពុងតែ ពិបាក ពិបាកតែបើសិនជាគេវាយតម្លៃឧទាហរណ៍ដាក់អេកូខ្វាច់ឃើញរំពេញហ្នឹង ឡើងអីទឹកភ្លោះធម្មតាចាប់អាតងសុកតងអីហ្នឹងក៏ឃើញធម្មតាបន្ទាប់មកគេមកដាក់ម៉ាស៊ីនចាប់ CTG ទៅឃើញច្បាប់បេះដូងធម្មតាទៀតម៉ាក់អើយទៅផ្ទះទៅអត់អីម៉ាក់ឯងភ័យពេកទេ ចា តែយ៉ាងហោចយើងដឹងថាអូអាមុនហ្នឹងឯង ធ្លាប់មានអ្នកភ័យពេកទេអ្នកគ្រូ មានតែញឹក វាចឹងតែពេលគាត់មកអញ្ចឹងម្ដងហើយគាត់ដឹងថាអូ ប៉ុណ្ណឹងវាធម្មតា ធ ទេ ម្មតាពួកកូនចូលត្រីមាសទី3រើតាច់ណាមានន័យថាពេលគាត់ពេញពោះ ចា មែនតើ ចា ទៅអត់រើកលាប់ផ្កាប់ផ្កាពេញហ្នឹងឯងខ្វាក់តិចតិចចឹងទៅម៉ែខ្លះភ័យ និយាយទៅអានេះបើបាត់ពិសោធន៍ខ្ញុំហ្មងណា ចា ពេលដែលអាត្រីមាសទី2រើខ្លាំងរើញឹក ចា រើញឹកប៉ុន្តែអត់ខ្លាំងទេ ចា តែដល់ពេលអាត្រីមាសទី3រើអត់សូវញឹកទេប៉ុន្តែមួយគឺថាវាចហ្មង វាច ប៉ែ ចា ប៉ែ ចា សួរហ្មង ចាចា មួយកម្លាំងគាត់ចាប់ដើមពេញកម្លាំងអញ្ចឹងណាចាចាអញ្ចឹងបកមកសំណួរយើងដើមវិញតើអស់នៅអ្នកគ្រូតើតើជាមួយនឹងសញ្ញាដែលគ្រោះថ្នាក់សម្រាប់អ្នកមានផ្ទៃពោះហ្នឹងទី1ធ្លាក់ឈាមទី ចា 2សញ្ញាកូនរើតិច កូនទី3នោះគឺម្ដាយខ្លួនឯងសពាតឈាមហើយនឹងការហើមជើងមានន័យថាការហើមជើងជារឿងធម្មតាហើយមែនទេប៉ុន្តែត្រូវឲ្យគាត់ចាប់អារម្មណ៍ដូចគ្នាបើគាត់ហើមដល់កំហុកហើយគាត់ឈឺនៅសាច់ដុំជើងហ្នឹងណា អញ្ចឹង ក៏ ការ ជា ហើម រឿងដែរ វាជារឿងធម្មតាហើយមិនមែនតើតាអ្នកបំរុងកាឡាភ្លើងមិនគាត់ហើមទេ ភាគច្រើនអ្នកមានផ្ទៃពោះគឺហើមភាគច្រើន គឺជាក៏អត់បំរុងកាឡាភ្លើង បំរុងក៏ដោយប៉ុន្តែវាមានអាការណៃហើមធម្មតានិងហើមឈឺហើមកលាភ្លើង ចា ចា តែហើមជើងណាអ្នកខ្លះហ្នឹងពេលហើមជើងអញ្ចឹងឲ្យដាក់ខ្នើយ ចា យ៉ាងខ្ពស់ អាហ្នឹងវាបាត់ទៅវិញតែករណីធម្មតាឯងតែបើគាត់មានជំងឺវាអត់បាត់ទៅវិញឯងអញ្ចឹងគ្រាន់តែឲ្យចាប់អារម្មណ៍ថាកាលណាហើមលឿនខុសប្រក្រតីត្រូវលះមើលទឹកនោមត្រូវលះវាស់សពាតឈាមព្រោះជំងឺហ្នឹងវាមកជាមួយគ្នាជាមួយនឹងការឡើងសពាតឈាមហើយនឹងទឹកនោមប្រៃចា ចាំមានជំងឺផ្សេងទៀតទេអ្នកគ្រូដែលអាចនិយាយបានថាវាជាហានិភ័យឬមួយក៏ជាការប្រឈមធ្វើឲ្យអាចមានកូនស្លាប់ក្នុងពុកអីអញ្ចឹង ទឹក មាន នោមផ្អែមមួយទៀតបើយើងនិយាយពីទឹកនោមប្រៃមិញហើយកលាភ្លើងមិញហើយទឹកនោមផ្អែមមួយ មួយកន្លាភ្លើងដូចគ្នាមែនអ្នកគ្រូ ចាខ្មែរយើងហៅដូចគ្នាបំរុងកលាភ្លើងឬក៏ជំងឺទឹកនោមប្រៃហ្នឹងហើយ ដូចគ្នាទេ ចាមានន័យថាមានជាតិប្រូតេអ៊ីនក្នុងទឹកនោមហើយមានឡើងសពាតឈាមមានហើមអីចឹងទៅ ចា ចាអាហ្នឹងហើយគឺជំងឺតែមួយទៀតទឹកនោមផ្អែមក៏ជាជំងឺដែលវាអាចប៉ះពាល់ទាំងម្ដាយទាំងកូនដូចគ្នាចា ភាគច្រើនវាប្រឈមសម្រាប់អ្នកមានផ្ទៃពោះនៅត្រីមាសទីម៉ានតែអ្នកគ្រូតា2ហ្នឹង ចាចាប់ពី20អាទិត្យទៅចាប់ពី20អាទិត្យមានហើយចាប់ពីត្រីមាសទី2ទៅគឺម្ដាយអាចចាប់ផ្ដើមមានជំងឺទាំងអស់ហ្នឹងហើយ អាហ្នឹងវាអាចមកពីអីទៅអ្នកគ្រូឬមកពីរបបអាហារឬមួយក៏ genetic ជារួមទឹកនោមផ្អែមមួយបំរុងកលាភ្លើង2ជាជំងឺដែលវិទ្យាសាស្ត្រគេប្រើពាក្យថាជា unknown អត់ដឹងហេតុផលទេវាកើតចេញពីការដែលសារធាតុពុលហ្នឹងវាចេញមកដោយឯងអញ្ចឹងណាចេញមកហើយវាធ្វើឲ្យខ្លួនយើងឡើងសពាតឈាមវាធ្វើឲ្យខ្លួនយើងចាប់ផ្ដើមឡើងចុះជាតិស្ករអីអញ្ចឹងទៅ ព្រោះអ្នកខ្លះក៏ថាខ្ញុំអត់ញ៉ាំផ្អែមផងហ្នឹងហើយបាច់បានខ្ញុំ ចា បានខ្ញុំកែទឹកនោមផ្អែម ចាតែបើអ្នកដែលញ៉ាំផ្អែមខ្លាំងអ្នកដែលធាត់ខ្លាំងឬក៏អ្នកទឹកនោមផ្អែមពីនាយគឺកាន់តែកើតធ្វើទុកកាន់តែខ្លាំងចាអញ្ចឹងមានន័យថាការហូបចុកហ្នឹងគឺយើងត្រូវប្រយ័ត្នដែរប៉ុន្តែកុំសន្និដ្ឋានថាហូបល្អហើយអត់ឈឺ ពេលខ្លះបើយើងអត់ដឹងហើយយើងអនុវត្តអត់បានត្រឹមត្រូវទៀតវាកាន់តែធ្ងន់តែបើយើងព្យាយាមហូបឲ្យបានត្រឹមត្រូវអញ្ចឹងទោះបីជាយើងឈឺក៏វារៀងកម្រិតស្រាលតិចដែរ ចា ចា អញ្ចឹងយើងបើយើងចូលដល់ត្រីមាសទី2ហើយខ្ញុំចង់សួរតែគាត់ថាតើនៅ
អីកូអត្តទីម៉ានទៅអាចជាបានថាទារកមួយគាត់មានអវជីវៈជាមនុស្សមួយគ្រប់គ្រាន់ហ្មងឯគ្រូ ចាក៏ពិតទៅខ្ទង់20អាទិត្យជាងហ្នឹងគឺចាប់ផ្ដើមដោះសរីរាង្គគ្រប់អស់ហើយដែលគ្រូពេទ្យនឹងណាត់យើងឲ្យទៅមើលអេកូថាមើលសរីរាង្គហ្នឹងខ្ទង់ប្រហែលជា22ទៅ23អាទិត្យណា 22 ចាពេលហ្នឹងគឺសំខាន់ណាស់អ្នកគ្រូពេទ្យពួកគេចាប់ផ្ដើមដោះប្រឡងដៃប្រឡងជើងសរីរាង្គខាងក្នុងហ្នឹងគ្រប់អស់ហើយរបស់ដែលមានទាំងអស់ហ្នឹងវានឹងបន្តរីកធំតរហូតដល់ចុងត្រីមាសទី3អញ្ចឹងទៅចា បើចុះអាពេលដែលកូនកម្រើកហ្នឹងអាហ្នឹងនៅពេលដែលកូនហ្នឹងមានអវយវៈគ្រប់គ្រាន់ហ្នឹងបានគាត់កម្រើកឬមួយក៏មិនដែរអ្នកគ្រូ អត់ទេគាត់មើលអ្នកខ្លះកូនដំបងអាចដឹងរៀងយឺតអាចខ្ទង់5ខែអីបានដឹង ចា បើអ្នកដែលកូនទី2ទី3គាត់ដឹងតាំង4ខែពេល4ខែអត់ទាន់មានសរីរាង្គគ្រប់ទេដឹងតែភេទទេប៉ុន្តែគាត់មានកម្លាំងដៃជើងក្នុងការធ្វើចលនាហើយអញ្ចឹងកូនរើមានន័យថាគាត់មានសុខភាពល្អហើយតែមិនមែនមានន័យថាគាត់មានសរីរាង្គគ្រប់គ្រាន់ទេអញ្ចឹង ចុះបើនិយាយពីថាឥឡូវអ្នកគ្រូនិយាយចឹងឥឡូវយើងសូមបញ្ជាក់សំណួរវិញចុះបើសិនជាកូនមានសរីរាង្គគ្រប់គ្រាន់ហើយយើងអាចនិយាយបានថាគាត់សុខភាពល្អទេ มันអាចសន្និដ្ឋានថាគាត់សុខភាពល្អទេអីកូមើលឃើញល្អទាំងអស់ទៅលើផ្នែករាងកាយទាំងអស់ហ្នឹងតែត្រូវចាំថាវានឹងដូរទៀតឧទាហរណ៍ថា22អាទិត្យ23អាទិត្យហ្នឹងសរីរាង្គហ្នឹងល្អទាំងអស់តែនៅ30អាទិត្យអីហ្នឹងវានឹងចាប់ផ្ដើមប្រែប្រួលទៀតព្រោះមនុស្សហ្នឹងគឺនៅវិវត្តមនុស្សហ្នឹងនឹងរីករូតលាស់ទៅរហូតអញ្ចឹងมันអាច expect ថាវានឹងល្អរហូតទេរហូតដល់ករណីខ្លះមានគ្រោះថ្នាក់នៅពេលដែលផ្ដាច់តងសុកទៅវិញ ពេលមើលអេកូសុខភាពគាត់នៅក្នុងពោះទាំងអស់ហ្នឹងគឺល្អទាំងអស់ប៉ុន្តែវាមានជំងឺបេះដូងមកប្រភេទនោះនៅពេលដែលកាត់តងសុកមានន័យថាកូននៅក្នុងពោះរស់នឹងអុកស៊ីហ្សែនបានពីតងសុកតែនៅពេលដែលយើងចេញពីពោះមកយើងមិនផ្ដាច់តងសុកឲ្យគាត់ដកដង្ហើមខ្លួនឯងពេលហ្នឹងសរីរាង្គរបស់គាត់ហ្នឹងចាប់ផ្ដើមចលាចលធ្វើឲ្យគាត់អត់អាចចាវាមានជំងឺវាមានជំងឺដែលតាក់ទងមួយដំណើរការរបស់បេះដូងអីអញ្ចឹងណា ដល់ពេលចឹងអ្នកគាត់មិនយល់ថាកូនគាត់ល្អអត់អីសោះហ្នឹងដល់ពេលគាត់ចេញពីពោះមកអាហ្នឹងវាជាការសោកស្ដាយមួយដ៏ធំណាស់ដែលវាជាជំងឺកម្រតែនៅពេលដែលជួបមួយគឺអ្នកជំងឺគាត់ពិបាកទទួលប៉ុន្តែពេលដែលគាត់យល់ដឹងមុនពេលដែលមានទៅអត់ទេជំងឺខ្លះតតែចេញពីពោះម៉ែទៅឈឺដឹងចេញមកស្វាយល្អ ចាធំតលុកតលុនចឹង4គីឡូ3គីឡូ7 3គីឡូកន្លះអីធម្មតាសរីរាង្គល្អទាំងអស់នៅពេលដែលផ្ដាច់ពីតងសុកមកហើយបានចាប់ផ្ដើមសរីរាង្គរបស់ខ្លួនគាត់ហ្នឹងចាប់ផ្ដើមចលាចលពីព្រោះអីរបស់ក្នុងខ្លួនគាត់ហ្នឹងវាមានរឿងរបស់វាកូនកាត់ដំណើរការពេលដែលផ្ដាច់ពីអុកស៊ីហ្សែនម៉ែគាត់ត្រូវរៀនដំណើរការដោយខ្លួនឯងតែដល់ពេលកូនខ្លះគាត់មានជំងឺខ្លះនោះវាតាក់ទងនឹង function បេះដូងនឹងអត់ច្បាច់ល្អឬក៏មានបញ្ហារីកសរសៃឈាមបេះដូងណាមួយអញ្ចឹងទៅធ្វើឲ្យគាត់ខ្សោយភ្លាមមកពេចអញ្ចឹងហើយទៅគ្រូពេទ្យតែងតែដែរយើងនិយាយទៅពិបាកទទួលយកយើងអត់អាចព្រីដេចទុកមុនទេចាយើងជាគ្រូពេទ្យពិតជាអត់អាចទៅធានាឲ្យអ្នកជំងឺថាបងអេកូល្អថ្ងៃនេះហើយបងនឹងសុខភាពល្អអត់ទេ ឃើញថ្ងៃនេះប៉ុណ្ណាសូមឆ្លើយត្រឹមថ្ងៃហ្នឹងពលរបស់ហ្នឹងវានឹងដូរហើយយើងខ្លួនឯងជាពេទ្យយើងឃើញយើងរៀនយើងស្គាល់ជំងឺយើងអាចមើលឃើញរហូតដល់ពេលខ្លះគ្រូពេទ្យអត់ហ៊ានយកកូនទេណាពេលដែលគ្រូពេទ្យដឹងរឿងច្រើនចាប់ផ្ដើមដឹងហើយចេះកូនមែនហើយកូន2ហ៊ានយកទី3ឯងពីព្រោះតែខ្លួនឯងចាស់ហើយ30ជាង70ហើយក៏មើលឃើញថាជំងឺជាច្រើនវាអង្គុយចាំមកតែគ្រូនិយាយចឹងហើយបើតពីហ្នឹងមកស្រាប់តែហើយទៅ congratulation ចឹងណាចាអត់ទៀងឯងចាវាមានរឿងជាច្រើនដែលប្រាប់តែប្រាប់អ្នកជំងឺថាចេះមានផ្ទៃពោះដោយអោបគ្រាប់បែកចឹងណាតែយើងអត់ដឹងថាវាផ្ទុះឬមួយក៏វាអត់អីទេអញ្ចឹងបានថានិយាយទៅដោយឲ្យអ្នកជំងឺភ័យតែធ្វើម៉េចយើងចង់បានកូនទៅហើយប៉ុន្តែយ៉ាងហោចឲ្យខ្លួនឯងថែទាំខ្លួនឲ្យខ្លួនឯងធ្វើឲ្យអស់សម្រាប់កូនយើងតែបើឲ្យពេទ្យថាចេះពេទ្យធ្វើម៉េចធ្វើទៅឲ្យកូនខ្ញុំហើយខ្ញុំសុខសប្បាយពេទ្យបន់ដូចតែគ្នាទេពេលខ្លះពេលខ្លះខំចាពេលខ្លះខំសុំឲ្យតែពេទ្យក៏ឈឺដែរពេទ្យក៏កើតទឹកនោមផ្អែមពេទ្យក៏បំរុងកាឡាភ្លើកដូចគ្នាវាអត់រើសទេណាវាអត់រើសថាដុកទ័រអត់ឈឺអត់ទេគិតរឿងមុខងារអីទេនិយាយពីភាពជាម្ដាយនឹងឆ្លងទលេហ្នឹងចាចឹងឯងចឹងគេប្រើពាក្យឆ្លងទលេហ្នឹងត្រូវចាអញ្ចឹងមិញហ្នឹងខ្ញុំសួរអ្នកគ្រូតើតជាមួយនឹងអវយវៈកូនចាឥឡូវបន្ទាប់ពីកូនមានអវយវៈពេញលេញហើយយើងនឹកឃើញទៅដល់ថ្ងៃសម្រាលវិញប៉ុន្តែមុននឹងមានថ្ងៃសម្រាលហ្នឹងអ្នកខ្លះក៏គាត់មានជាបញ្ហាអីថាប្រឈមជាមួយនឹងកូនសម្រាលមុនកំណត់ឬមួយក៏អីចឹងណាគ្រូប៉ុន្តែតើបញ្ហាទាំងអស់ហ្នឹងដែលអាចធ្វើឲ្យគាត់សម្រាលមុនហ្នឹងគឺវាមកពីបញ្ហាអីគេខ្លះដែរណាគ្រូចាអាហ្នឹងក៏ហេតុផលច្រើនដែររឿងកើតកូនអត់គ្រប់ខែហ្នឹងជារឿងដែលពិបាកនៅក្នុងការរកហេតុផលណាប៉ុន្តែវាស្រដៀងគ្នាមួយកូនអលូតដូចគ្នាមានន័យថាគ្រូពេទ្យតែងតា
vay đầm lái từ lừa cả room này mọt bốn hay nâng ở chạp cả trạ bốn nè đầm bay hồ mưa ta quạt miền bánh hà song sai đã được ọt tại bữa hạt phò nó bị khá ọt miền này ọt miền hạt phò ấy thì bốn quạt nâng đã côn ban thầm cả lỗ và nâng phỏng tạc chẹ chanh mỏng ហើយដើម្បីដែលវាផងចឹងតើយើងមានវិធីអីដើម្បីចុះ ចាជាទូទៅពេទ្យតែងតែទុកមានថ្នាំផងប្រើថ្នាំជំហានដំបូងបន្ទាប់ពីនឹងមកគេអាចចងតែតាមរោគវិនិច្ឆ័យនៃជំងឺដូចគ្នាអាចចងមាត់ស្បូនអាចកាត់ដាក់ទម្រដើម្បីទ្រកុំឲ្យក្បាលកូននឹងធ្លាក់ចុះមកខ្លាំងពេកអីចឹងទៅអញ្ចឹងពេលដែលរោគហេតុផលហត្ថីពេលខ្លះរោគអត់ឃើញទេអញ្ចឹងគេអីដែលគេធ្វើបានគេប្រើថ្នាំទប់ហើយនឹងគេសម្លាប់មេរោគមានន័យថាគេរកមើលមេរោគនៅផ្លោកនំមេរោគនៅទ្វារមាសឬមួយក៏មេរោគនៅក្នុងឈាម ហើយបើសិនដែលវាជាហេតុធ្វើដែលវាជាហេតុផលបើគេរកឃើញនៅផ្នែកណាមួយគេព្យាបាលទៅតែបើសិនជាពេលខ្លះរកអត់ឃើញទេតែស្បូនហ្នឹងគិតតែពីកត្រាក់តដៃរហូតអញ្ចឹងពេទ្យអានេះជាធម្មជាតិរបស់រាងកាយរបស់គាត់ចាវាអាចជាធម្មជាតិរបស់រាងកាយរបស់គាត់ដូចគ្នាចាអញ្ចឹងអាហ្នឹងវាជារឿងដែលយើងចង់និយាយថាអាមុនលឿនពេកហ្នឹងក៏មិនល្អចាតែដល់ពេលអាយូរពេកទៅវិញបែរថាអាយូរពេកហ្នឹងក៏កាត់អាយូរពេកហ្នឹងវាមានរឿងអីទៀតអ្នកគ្រូជាទូទៅយូរពេកភាគច្រើនអត់បញ្ហាទេបើអ្នកជំងឺតាមដានបានត្រឹមត្រូវណាអាចយូរបំផុតដល់ម៉ែអូលើស41អាទិត្យអញ្ចឹងអាចចូលដល់42នេះដល់42មានន័យថាពេលយើងមើលអេកូថាអូគ្រប់ខាងថ្ងៃនេះហ្នឹងណាហ្នឹងគឺ40អាទិត្យតែជាទូទៅពេទ្យមិនចំណេញនឹងឲ្យបងអូនរងចាំលើស41ទេមិនលើស41ទេពីព្រោះអីសួរថាចេះចាំយូរពេកដើម្បីអីបើកូនខ្ញុំទុំហើយហ្នឹងអ្នកអាចរងចាំថាខេឡូចាំទៅដល់ថ្ងៃឈឺពោះចឹងអត់ទេអាហ្នឹងធ្ងន់ណាស់អាហ្នឹងហើយកន្លែងហ្នឹងដែលធ្វើឲ្យកូនស្លាប់ហើយចាប់អារម្មណ៍កាលពីតើប្រហែលជាអត់ទេព្រោះឯងឈឺពោះលឿនជាងនេះខ្ញុំឈឺពោះនិយាយទៅខ្ញុំមិនដឹងថាបានដល់40អាទិត្យទេ40បង40ចំថ្ងៃអេកូហ្មងព្រោះពេលហ្នឹងដូចជាអ្នកគ្រូថាមក4តុនហើយប្រហែលជាអាចសម្រាប់ត្រឹមតែ39អីហើយខ្ញុំចាំថា39ហ្នឹងខ្ញុំចាំឡើងខ្ញុំខ្ជិលចាំមកខ្ញុំហត់វិញខ្ញុំថាអូកូនខ្ញុំចិត្តឈឺពោះហើយដល់ពេលហើយទៅខ្ញុំឡើងឈប់ចាំបាន2ថ្ងៃបានឈឺពោះតែដល់ពេលដែលចែនសម្រាប់គឺសម្រាប់ចូលដល់ថ្ងៃអេកូហ្នឹងហ្មងមានអារម្មណ៍ថាអេកូហ្នឹងដូចត្រូវដល់ហើយតែជាក់ស្ដែងចែកដល់នេះចាជាក់ស្ដែងក៏អ្នកគ្រូបានប្រាប់ដែរថាអាចនឹងជាទូទៅបើសិនកូនយកអត់មានបញ្ហាអាចមុនក្រោយមួយអាទិត្យថ្ងៃអេកូចឹងតែកូនខ្ញុំគឺចោលថ្ងៃអេកូ40អាទិត្យហ្មងចាព្រោះបើសិនជាអត់បាន40ហ្នឹងទេចាប់ពី40ទៅតាមដានញឹកមែនតើ2ថ្ងៃមើលម្ដង2ថ្ងៃមើលម្ដងថ្ងៃ40ណាដោយសារចែនគឺគាត់និយាយទៅខ្ញុំមកពេទ្យមុនថ្ងៃកើតហ្នឹងមួយថ្ងៃអញ្ចឹងតាមពិតទៅថ្ងៃកើតហ្នឹងគឺថ្ងៃណាត់ហើយតែមិនមែនមកថ្ងៃណាត់ទេគឺមកកើតហ្មងជិះមុនមួយថ្ងៃហ្មងអញ្ចឹងបើសិនជាអត់មានថ្ងៃកើតហ្នឹងពេលហ្នឹងគឺខ្ញុំអេកូ9ខែម្ដងហើយអេកូ40អាទិត្យហ្នឹងម្ដងទៀតអញ្ចឹងវាគៀកមែនតើចាអញ្ចឹងមិនបានពេលដែលយើងពោះកាន់តែធំអញ្ចឹងខ្ញុំចាប់អារម្មណ៍ថាការណាត់ហ្នឹងវាកាន់តែញឹកអ្នកគ្រូអញ្ចឹងមិនបានយើងចាំបាច់ញឹកម៉េះអាពេលដែលចិត្តកើតហ្នឹងចាអូកាន់តែចិត្តកើតកាន់តែត្រូវការដឹងថាតើកូនយើងសុខភាពបែបណាព្រោះនៅពេលដែលជាទូទៅសាមញ្ញឯងកូនក្នុងពោះរស់នឹងសក់ហើយសក់នឹងដូចនិយាយឲ្យឧទាហរណ៍ឲ្យសាមញ្ញដូចធុងអុកស៊ីហ្សែនមួយចឹងដែលដល់ពេលគ្រប់ខែគឺគេចិត្តអស់ជាតិអុកស៊ីហ្សែនហើយនិយាយឲ្យសាមញ្ញឯនេះណាបញ្យើងអ្នកចឹងដំណើរការវាលែងមានដំណើរការបើថាអេប៉ុងផងវាស្ពោតដែរសូយើងអត់ដឹងទេណាថាតើវានឹងស្ពោតថ្ងៃណាធម្មតាតាមក្បួនពេទ្យគេថាចាប់ពី40អាទិត្យទៅចាប់ផ្ដើមស្ពោតខ្លះហើយអញ្ចឹងចរន្តឈាមដែលទៅរកកូនហ្នឹងក៏វាអាចធ្លាក់ចុះហើយប៉ុន្តែក្មេងពី1ទៅ1វាខុសគ្នាទាំងអស់សូយើងពិតជាយើងពិតជាអត់អាចដឹងថាតើថ្ងៃណាទៅវាស្ពោតអស់ 100% បើវាស្ពោតអស់ 100% ស្មើនឹងកូននឹងចាស់ខែស្មើនឹងស្លាប់ក្នុងពោះអញ្ចឹងការតាមដានញឹកហ្នឹងដើម្បីមិនហីទី1រងចាំការឈឺពោះទី2 make sure ថាកូនហ្នឹងគឺកំពុងតែមានសុខភាពល្អទេបើសិនជាតាមដានទៅឃើញថាទឹកភ្លោះចាប់ផ្ដើមស្ទើរចលនាកូនចាប់ផ្ដើមធ្លាក់ចុះអត់រងចាំទៀតទេព្រោះកូនគេធំហើយទុំហើយពួកអ្នកគាត់អាចយល់ថាអូចាំតិចទៅលោកដល់ថ្ងៃឈឺពោះអញ្ចឹងមានករណីដែលគាត់តាមពិនិត្យផ្ទៃពោះអត់បានត្រឹមត្រូវហើយគាត់អត់យល់កន្លែងហ្នឹងគាត់ចេះតែចាំទៅមកដល់ថ្ងៃឈឺពោះហ្នឹងគឺថ្ងៃកូនស្លាប់តែម្ដងព្រោះអីដោយសារខ្ញុំធ្លាប់ឃើញមាន comment ឲ្យគាត់ជជែកពិភាក្សាគ្នាទៅមួយរឿងហ្នឹងអ្នកខ្លះគាត់ថាបើចូលជារងចាំឲ្យឡើងដល់40អាទិត្យហ្នឹងអញ្ចឹងចង់និយាយថាគាត់យល់ថាអញ្ចឹងវាចិត្តចេញមកហើយអញ្ចឹងទៅបញ្ញាប់វាប្រញាប់អីធ្វើអីព្រោះចាំតែប្រហែលថ្ងៃទៀតកូនក្នុងពោះវាមិនមែនដូចចិត្តយើងចង់ដកដង្ហើមជាមួយយើងទេណាដកដង្ហើមពឹងលើសក់កាលណាសក់ហ្នឹងវាអស់ដំណើរការដូច
ដូចខ្ទប់ដង្ហើមកូនអញ្ចឹងមានន័យថាគ្នាធំពេញលក្ខណៈហើយបើយកគ្នាចេញមកក្រៅមកគ្នាចេះរស់ហើយនេះហើយសួរថាចឹងមិនក៏អត់ឈឺពោះអាហ្នឹងពេទ្យក៏អត់ដឹងដែរកូនខ្លះគឺអត់ឈឺពោះតែហ្មងចេះនៅក្នុងពោះហ្នឹងអញ្ចឹងទៅអញ្ចឹងវាឈានទៅដល់ថាដាក់ថ្នាំឲ្យចេញមកឬក៏វះតែម្ដងតែมันអាចសម្រាប់ចិត្តខ្លួនឯងចេះតែចាំទេអញ្ចឹងកំណត់អាយុឲ្យត្រឹមត្រូវដឹងថាពេលណាព្រោះបើអត់គ្រប់ខែវារឿងមួយអាចចាស់ខែនេះរឿងមួយទៀតចាហ្នឹងហើយហើយលឿនពេកក៏មិនល្អពេកក៏មិនល្អចាហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះអាចនិយាយបានថាជាសារជម្រាបទៅកាន់អ្នកម៉ាក់ឲ្យគាត់ធ្វើការតាមដានជាមួយនឹងផ្ទៃពោះក៏ដូចជាមកប្រែផ្ទៃពោះឲ្យបានទៀងទាត់តាមការណាត់របស់ពេទ្យព្រោះដោយសារមានរឿងជាច្រើនកើតឡើងដូចតែខ្ញុំចាំពីអ្នកគ្រូប្រាប់តាំងពីនេះចឹងមុននឹងកូនចេញពីក្នុងពោះយើងមករឿងវាអាចផ្លាស់ប្ដូរបានថ្ងៃនេះផ្សេងថ្ងៃស្អែកផ្សេងដល់ពេលអញ្ចឹងបានយើងត្រូវការណាត់ឲ្យនិយាយទៅមកផ្នែកផ្ទៃពោះឲ្យបានទៀងទាត់តាមការណាត់ចាអញ្ចឹងអរគុណមែនតើអ្នកគ្រូដែលចំណាយពេលចង់និយាយថាជជែកវិភាសាឡើងក្បោះក្បាយហ្មងណាចាដោយសារតែរដងយើងមានពេលខ្លីហើយក្រោយៗមកយើងមានជាមួយនឹង podcast នេះធ្វើឲ្យយើងស្រាយចម្ងល់ជាមួយនឹងទស្សនិកជនបានច្រើនចាអញ្ចឹងអរគុណទស្សនិកជនដូចគ្នាដែលធ្វើការចង់និយាយថាតាមដានក៏ដូចជាចំណាយពេលមើលជាមួយនឹង podcast នេះហើយបើអ្នកទាំងអស់គ្នាចូលចិត្តជាមួយនឹង podcast នេះកុំភ្លេចធ្វើការ share និង like page ឬមួយក៏ subscribe ដើម្បីទទួលបាននៅ podcast ក្រោយៗទៀតជួបគ្នានៅសប្តាហ៍ក្រោយអរគុណ